សូមជូនរឿងស្នេហាពួកយើងភាគទី1គេសម្រាប់អីទៅមួយទឹកសិននេះនឹងមួយទឹកឲ្យស្អាតហ្មងដោយសារប្រញាប់ទៅដើរលេងសាក់នេះដូចជាយើងកណ្ដាលដៃនេះដូចទៅស្អាតទេអញជិះពាក់ប៉ុនហ្មងណានឹងរកសាប៊ូអីត្រូវសុខquáអីដែរអាចប្រាប់ខ្ញុំបានចាប់បងខ្ញុំយកសុបបកក្រហមនេះមួយណាចាំខ្ញុំរៀបឲ្យបងដាក់ស៊ុបស្បែកក្រហមឲ្យគេមួយនេះអ្នកនាងហូបរបស់អ្នកនាងចាអរគុណលោកបបរនេះឆ្ងាញ់ណាស់តាញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់ដែរមើលថ្ងៃក្រោយមកញ៉ាំនៅនឹងអាចបានច្រើនទៀតហ្មងបងគិតលុយមួយអស់ប្រហែលដែរសរុបទាំងអស់10000ព្រោះថាបបរនេះវាឡើងថ្លៃហើយគ្រឿងផ្សំវាពិបាករកទៀតអញ្ចឹងខ្ញុំសុំទៅវិញហើយថ្ងៃក្រោយខ្ញុំញ៉ាំទៀតហើយញ៉ាំខ្លាំងណាស់ហើយទៅញ៉ាំកាហ្វេផ្លែសិនចំឡាននេះកាត់អីវិញជីងទៅខូចដឹងហើយចាប់ទៅដែរខូចឡានបាត់ទៅស៊ូសិនមើលអ្នកនាងឡានអ្នកនាងឯងមានបញ្ហាដែរឡានរបស់ខ្ញុំនៅសុកសុកចាប់តែវាដេកទេហ្មងចឹងទៅខ្ញុំអត់មានអីជីទៅទេហើយណាមួយខ្ញុំប្រញាប់ប្រញាប់ទៅណាដែរដើម្បីទៅយកกระดาษនឹងតិចតែចឹងណាតែខ្ញុំនៅឡានអត់ចាំនឹងហើយទៅប៉ាត់នៅឆ្ងាយទៀតខ្ញុំអុយស្អីនេះមិនអានិតមកមកអត់កើតទេអូយញ៉ាំខ្លាំងណាអ្នកនាងកុំកាត់អីអាសន្នណាខ្ញុំនឹងនាំអ្នកនាងទៅមន្ទីរពេទ្យអ្នកនាងត្រំបន្តិចទៅដល់មន្ទីរពេទ្យហើយអ្នកគ្រូពេទ្យជួយមើលអ្នកនាងម្នាក់នេះផងនៅសុកនាងស្រាប់តែដួលស្លាប់មកអូនអីទេលោកដាក់នាងឲ្យដេកលឿននោះសិនទៅ
ខ្ញុំចេញមកមើលឡានឲ្យអ្នកនាងហើយអ្នកនាងក៏ដួលសន្លប់ទៅទើបខ្ញុំនាំអ្នកនាងមកមន្ទីរពេទ្យតើឥឡូវនេះអ្នកនាងរៀងគ្រាន់បើបន្តិចហើយឬនៅពេលបានមកមន្ទីរពេទ្យ ខ្ញុំមកមន្ទីរពេទ្យតែខ្ញុំក៏មិនដឹងថាមានអ្វីមកសុំកន្លងវិញដែរព្រោះខ្ញុំមិនមានលុយទេពេលនេះចាំជប់លោកពេលក្រោយចាំខ្ញុំសុំលុយថ្លៃពេទ្យឲ្យលោកវិញទៅចាស់ ទេឲ្យតែនាងមិនកើតអីទៅគឺខ្ញុំអស់ចិត្តហើយបើអញ្ចឹងខ្ញុំសូមលាអ្នកនាងត្រឡប់ទៅវិញហើយជួបគ្នានៅថ្ងៃក្រោយណាអ្នកនាងសំណាងល្អ Chấm mưa phía